យើងសម្បូរស្រូវយើងសម្បូរកប៉ុន្តែហេតុអីបានតែយើងមិនព្រមច្នៃវាคล้ายទៅជាផលិតផលដ៏អស្ចារ្យសណ្ដែកដីគឺគេគាត់ថាយកមកច្នៃតែបន្តិចគេលក់លើពិភពលោកហើយស្មើមកកំប៉ុងនេះ$20របៀបអញ្ចឹងទេផ្លែអំពិលរបស់គេហ្នឹងគេទៅធ្វើជាមួយជូរដែលដាក់នៅក្នុងនោះហើយលក់លើពិភពលោកទីសេរីរឿងប្រទេសណាក៏ធ្វើពីកាកសំណល់ហើយលំងសัตว์តែហេតុអីបានជាយើងមិនគ្រប់គ្រងផលិតផលនៅក្នុងស្រុកហ៊ុយយន្តធ្វើបានបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទៅពាក់ព័ន្ធជាមួយនឹងកិច្ចការរឿងការកែច្នៃកសិផលខ្មែរយើងឲ្យទៅជាផលិតផលដ៏អស្ចារ្យអញ្ចឹងបងប្អូនឃើញផលិតផលនៅលើតុនេះគឺសិតតែអ្វីដែលជាតម្រូវការចាំបាច់មែនទែននៅក្នុងការរស់នៅប្រចាំថ្ងៃហើយជាពិសេសបំផុតគឺផលិតផលទាំងអស់នេះវាកើតចេញមកពីខាងកសិកម្មហ្នឹងហើយវាជាសក្តានុពលនៅស្រុកខ្មែរយើងបាទអញ្ចឹងមកខ្ញុំចេញវីដេអូនេះមួយដែលខ្ញុំនឹកឃើញទៅដល់ការទទួលទានហូបចុកជាតម្រូវការប្រចាំថ្ងៃរបស់យើងរៀងរាល់ទាំងអស់គ្នាហ្នឹងសិតតែកើតចេញពីកសិកម្មហេតុអីបានជាកសិកម្មយើងនៅមានបញ្ហាអញ្ចឹងបានថ្ងៃនេះចង់ចេញវីដេអូមួយពាក់ព័ន្ធជាមួយការកែច្នៃផលិតផលឬក៏គេហៅវត្ថុធាតុដើមដ៏សំខាន់ដែលកើតចេញមកពីកសិកម្មនឹងបាទឬផលិតផលកសិកម្មទីមួយបងប្អូនផែស្គាល់គឺពាក់ព័ន្ធជាមួយនឹងនំបញ្ចុកបាទនំបញ្ចុកគេមិនមែនធ្វើសម្រាប់តែញ៉ាំនៅក្នុងស្រុកយើងទេអានេះគេធ្វើសម្រាប់ទូទាំងពិភពលោកតែម្ដងហើយនំបញ្ចុកប្រភពដើមរបស់វាកើតចេញមកពីវត្ថុធាតុដើមដ៏សំខាន់បំផុតគឺអង្ករនឹងហើយបាទអញ្ចឹងយើងឃើញយើងសម្បូរស្រូវយើងសម្បូរអង្ករប៉ុន្តែហេតុអីបានជាយើងមិនព្រមច្នៃវាចេញពីអង្ករឲ្យคล้ายទៅជាផលិតផលដ៏អស្ចារ្យសម្រាប់គេធ្វើនេះបាទអានេះគេលក់លើទូទាំងពិភពលោកខ្ញុំអត់ជំរាបថាអ្នកណាជាអ្នកច្នៃទេប៉ុន្តែវាមិនមែនជារឿងអស្ចារ្យវាមិនមែនជារឿងដែលយើងធ្វើអត់កើតទេប៉ុន្តែយើងអត់ទាន់បានចាប់ដើមធ្វើឬក៏បានធ្វើហើយប៉ុន្តែទីផ្សារយើងនៅមានកម្រិតពីព្រោះអានេះវាជាផលិតផលមួយដែលខ្មែរយើងពេញនិយមហើយចូលចិត្តអីអញ្ចឹងទៅនៅស្រុកនេះប៉ុន្តែសម្រាប់គេវិចខ្ចប់របៀបអញ្ចឹងហើយភាពដែលអស្ចារ្យដែលបងប្អូនឃើញអក្សរភាសាវាលយមែនទែនអ្វីដែលខ្ញុំចង់លើកនេះលើទីផ្សារបន្តិចពាក់ព័ន្ធជាមួយវាដាក់ថានំបញ្ចុកសម្រាប់ខ្មែរនំបញ្ចុកសម្រាប់វៀតណាមនំបញ្ចុកសម្រាប់ចិនអីអញ្ចឹងទៅវាអត់ខ្វល់អំពីអីវាចង់ធ្វើទីផ្សារប៉ុន្តែអានេះគឺជាផលិតផលដ៏អស្ចារ្យខ្ញុំណែនាំថាបើសិនជាបងប្អូនអាចគិតពីធ្វើបែបបុរាណអាចច្នៃប្រឌិតវាឡើងជាការវិចខ្ចប់ហើយអាចលក់ទៅលើពិភពលោកបាទហើយយើងធ្វើទីផ្សារបន្ថែមខ្ញុំជឿថាពិតជាអស្ចារ្យនេះគឺពាក់ព័ន្ធជាមួយនឹងអ្វីដែលយើងច្នៃហើយអង្គយើងច្នៃបានច្រើនណាយើងឃើញពាក់ព័ន្ធជាមួយនឹងកតួដែលចេញពីអង្ករអីទាំងអស់ហ្នឹងគឺយកច្នៃទៅធ្វើជាប្រេងកតួយកច្នៃច្រើនមែនទែនបាទអាហ្នឹងគឺរឿងអង្ករមួយហើយខ្ញុំសង្ឃឹមថាអនាគតអង្ករយើងនឹងមានតម្លៃយើងមិនសង្ឃឹមថាអង្ករយើងនៅនេះរបៀបអញ្ចឹងហើយព្រោះយើងសម្បូរវត្ថុធាតុដើមបាទបងប្អូនឃើញមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងសណ្ដែកដីបាទសណ្ដែកដីគឺគេគាត់ថាយកមកច្នៃតែបន្តិចគេលក់លើពិភពលោកហើយសណ្ដែកដីស្រុកយើងដាំបានប៉ុន្តែយើងអត់ប្រមូលវាច្នៃយើងគ្រាន់តែយកស្ងោរយកទៅលក់ហើយទទួលទានទៅហើយសួរថាហ្នឹងវាបានតម្លៃទេវាអត់បានតម្លៃដូចអ្វីដែលគេមកច្នៃស្មើមកកំប៉ុងនេះ$20របៀបអញ្ចឹងទេបាទអញ្ចឹងខ្ញុំសង្ឃឹមថានេះគឺជាអ្វីដែលយើងអាចធ្វើបានហើយស្រុកយើងធ្វើបានយើងវត្ថុធាតុដើមក៏យើងធ្វើបានហើយអាការកែច្នៃទាំងអស់ហ្នឹងនិស្សិតដែលគាត់រៀនពីគីមីចំណីអាហារច្រើនណាស់យើងច្រើនមែនទែនអញ្ចឹងសូមឲ្យបងប្អូនឬក៏នៅខាងវិទ្យាស្ថានណាដែលអាចស្រាវជ្រាវឲ្យរុញឲ្យលើកទឹកចិត្តដើម្បីបង្កើតផលិតផលទាំងអស់ហ្នឹងទៅបាទហើយបើអានេះមួយទៀតហិតតែអស្ចារ្យមែនទែនគឺអំពិលបាទផ្លែអំពិលរបស់គេហ្នឹងគេទៅធ្វើជាមួយជូរដែលដាក់នៅក្នុងនោះឲ្យលក់លើពិភពលោកគឺផ្លែអំពិលបាទគ្រាន់តែគេចាប់ផ្ដើមច្នៃវាទៅវិចខ្ចប់របៀបអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំគិតថាពិតជារបស់យើងហើយស្រុកយើងអំពិលដាំស្អីក៏បានរបៀបមិនក៏បានគ្មានពូជគ្មានស្អីណាពិបាកអីទេប៉ុន្តែសំខាន់គឺការកែច្នៃមកកញ្ចប់ឡើងដល់$10 $5សម្រាប់ទូចរបៀបអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃក្រោយគាត់នៅនេះគាត់នៅផ្ដល់ជាគំនិតសម្រាប់នេះទេបាទត្រាវយើងឃើញបើត្រាវគាត់ទៅយកមកធ្វើធម្មតាវាអត់នេះទេប៉ុន្តែយកទៅធ្វើឲ្យក្រៀមទៅហើយសិតទៅស្រុកយើងអាចធ្វើបានហើយខ្ញុំជឿជាក់ថាថ្ងៃក្រោយហើយរាល់ថ្ងៃក៏មានហើយទីផ្សារធំណាស់នេះគឺសម្រាប់ដែលគេធ្វើស្ងួតមកហើយស្រុកយើងក៏មានដែរប៉ុន្តែសង្ឃឹមថានឹងធ្វើឲ្យវាធំឲ្យវាខ្លាំងសម្រាប់នៅផលិតផលសម្រាប់បាទនេះក៏កើតចេញមកពីអង្ករដែរសម្រាប់នេះសិតតែរបស់ដែលយើងអាចធ្វើបានទាំងអស់ហ្នឹងបាទហើយពិសេសដែលខ្ញុំចង់ជម្រាបជូនពាក់ប៉ុណ្្នឹងតែអត់ធ្វើអីទេគ្រាន់តែវិចខ្ចប់អញ្ចឹងហើយដាក់
tới riêng so chôn chết cái đã tới sọc ná cái đã so nâng hay nơi sọc mai những đã so mai tới chụp pôn những đã so chụp pôn từ nơi Australia những đã Australia từ anh nên khơi còn là tai thế đại bông pôn hay bữa sân cà phê cái còn là này thò mà đào mà tới chụp cà pông hay cái mình lụa tàn nâng tên cái lụa nâng hay cái lụa nâng mà sân từ tiền và hơi cà phê sống dương miền dương đâm tới dương này việc tịch tuổi tới việc nâng khai để chia là bỏ để cha hơi miền tầm lại hơi công cất để lụa nó không sọc mai những ai lụa nó lơ bị phúc lô những lụa nó cái lại na để miền tây xa và hơi rất tập tầm lay để cha mình tên hay bông pôn bờ trong cõi để nhung còn ao khơi tha sạch cô để việc cha hơi cái thưa khăn mình tên cứ cái thưa ao việc từ chiếc cream hơi vô từ lụa anh ấy mình cô nghiệt đấy cái còn cô sạch cô sọ nhưng thom ra thì còn tay cái thưa ao việc từ chiếc cream tới cái tục tới hay ăn miên đấy còn là vịt chọc tới đó là về đó màu slo đó còn cái hay bắp chả trâu từ không slo vừa sau là ngào chuột chả trâu tới còn là ngào chuột việc đã cưỡng chuột tại một đòn bà chânนี่คือเชื่อบทโทที่ดาวได้ก้าวใจมาปีกสิกรรมจังกสิกรรมได้สกมาถ้าเชื่อถึงหามเชียดให้โดยซาแต่อากาศเทียดโดยซาแต่ตีตังภูมิศาสตร์ยังคือปัจจุบันจมวยนึงวิสัยกสิกรรมนึงคลังจังเนี่ยได้ทัวกสิกรรมเตยแต่เมียนสังคมเนี่ยทัวกสิกรรมเตยแต่ไก่ชนัยเตยแต่เมียนปัจจัยกเตจบาโลให้เตยแต่เจตเธอตีซาบ่าจังต่างออกนึงเบอร์เซนบองโอนจับดาวเฟือช่วยคอมเมนต์ช่วยแผลข้างขยมเมาขยมหนังจังตัวช่วยตัวเลือตีซาปัจจัยกับเตสไอเด็กขยมอาจช่วยบ้านตีซาเด็กขยมอาจช่วยบ้านขยมสวากุมเขาขยมเลือกตัวจัดเราปลุกไม้บองปอนออกเนี่ยเดี๋ยวเมียนกาไก่ชนัยต่างออกนึงเขาส่งเอารวมเนี่ยดับใบเอากนาแต่บองปอนดาวตัวมุกก่อนชนัยใส่มวยบานเขาโปรมต่างออกนักเรียนต่างมาช่วยยืนต่างออกเนี่ยว่าให้โคเมียนกูอยู่บ่ายกาความโทตะเลือในอะไรบัดโทใส่ต่างออกนั้นยังเชื่อท่าเอาแต่บองปอนจับดาวสันให้เนปีได้ยืนปริยยืนเมียนกาความโทปีกูอยู่บ่ายปีได้ดอททายบาปีบองปอนได้ยืนเกิดทับบ่ยืนเมียนกูนเพียบหายเกี่ยนรุ่นเตยปัจจัยกลมออกจากจัดแต่เลยได้ยังจับดาวแต่บงให้เมียนปัญหาในปัญหาน้องเรื่องธรรมดาเดบ่าวิตาโอนี่ยังเมียนตัวปนนั่งสังคมทับบงปอนได้จับรอมแต่เลยวิสัยการไกลชนัยได้โยบลัตพอลหรือโกปโทติดามได้การเจนปีกสิกรรมโยมาไกลชนัยเข้มลุกตัวจัดให้ปัจเจจูนโปทานหนึ่งจุกใจสมัยเติร์ดไงอนาคตสมอคุณ